លោកថូម៉ាស់ទូឆែនអ្នកចាត់ការរបស់ក្រុមជម្រើសជាតិអង់គ្លេសយល់ថាសមត្ថភាពនិងទម្រង់លេងរបស់អង់គ្លេសនៅពេលនេះគឺពិតជាធ្វើបានល្អជាងមុនការលើកឡើងនេះផងដែរធ្វើឡើងក្រោយពេលក្រុមរបស់លោកបានយកឈ្នះទៅលើក្រុមបាល់ទាត់ជម្រើសជាតិអាល់បានីក្នុងលទ្ធផល2-0ក្នុងការប្រកួតវគ្គសន្សំពិន្ទុនៃពានរង្វាន់ World Cup ឆ្នាំ2026 ពីរគ្រាប់ដែលអង់គ្លេសធ្វើបាននោះគឺគ្រាប់ទី1ស៊ុតបញ្ចូលទីដោយកីឡាករ Levin Selly នៅនាទីទី20និងគ្រាប់ទី2រកបានដោយកីឡាករ Xavier Harry Kane នៅនាទីទី77ពីរគ្រាប់នេះហើយដែលជួយឲ្យអង់គ្លេសយកបាន3ពិន្ទុក្នុងការប្រកួតដំបូងវគ្គសន្សំពិន្ទុ Pool K នៃព្រឹត្តិការណ៍ World Cup ឆ្នាំ2026ដែលនឹងគ្រោងធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិកនាឆ្នាំក្រោយមុននឹងមានឱកាសឈានជើងមកកាន់តំណែងដឹកនាំក្រុមជម្រើសជាតិតកម្លាំងអង់គ្លេសបុរសវ័យ52ឆ្នាំដែលមានសញ្ជាតិដើមអាល្លឺម៉ង់លោក Thomas Tuchel ក៏ធ្លាប់មានបទពិសោធន៍យ៉ាងច្រើនជាមួយក្លឹបកំពូលនៅតំបន់អឺរ៉ុបដែលមានដូចជាក្លឹបបាល់ទាត់ Augsburg នៃលីកកំពូល Bundesliga របស់អាល្លឺម៉ង់ Mainz 05 និង Borussia Dortmund ហើយក៏បន្តទៅដឹកនាំក្លឹប Paris Saint-Germain លីកអងរបស់បារាំងតៅខៀវ Chelsea លីកកំពូលរបស់អង់គ្លេស English Premier League និងចុងក្រោយក៏បានត្រឡប់មកទឹកដីអាល្លឺម៉ង់វិញគឺដឹកនាំក្រុម AC Bayern Munich និងចុងក្រោយក៏ទទួលបានការចាប់អារម្មណ៍ពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសមកកាន់តំណែងជាគ្រូបង្គោលដឹកនាំក្រុមជម្រើសជាតិតកម្លាំងអង់គ្លេសនៅដើមឆ្នាំ2025លោក Thomas Tuchel ក៏បានបន្តប្រាប់អ្នកសារព័ត៌មានទៀតថាក្រុមរបស់លោកពិតជាធ្វើបានល្អតាមការចង់បានរបស់លោកពិតមែនពិសេសគឺការលេងសហការជាក្រុមមួយច្បាស់លោកក៏បន្ថែមប្រាប់អ្នកសារព័ត៌មានបន្តទៀតថាក្រុមរបស់លោកមានពេលវេលា7ទៅ8នាទីដើម្បីគ្រប់គ្រងបាល់ឲ្យបានពេញលេញ 100% ជានេះទៅទៀតក្រុមរបស់លោកបានបង្កើនចំនួនបោះបាល់ឲ្យគ្នាទៅវិញទៅមកបានច្រើនជាមួយនឹងភាពច្បាស់លាស់និងមើលទៅពិតជាមានទំនុកចិត្តនិងពោពេញទៅដោយកម្លាំងខ្លាំងក្លា